ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តរឿងឆ្លងភពមកធ្វើជាតួអាក្រក់ក្នុងបឡោមលោកបន្តទៀតណាបន្ទាប់ពីស៊ីអានហៅវ៉ាងយីថាបងប្រុសហើយវ៉ាងយីសួរថាតើគេជាឈិនស៊ីអាននៅភពទី1មែនដោយសារមានតែគេទេដែលហៅគាត់ថាបងប្រុសអញ្ចឹងស៊ីអានថាបងប្រុសល្ងងគាត់បញ្ចេញសំនៀងនិយាយដូចគ្នាប៉ុណ្ណឹងហើយនៅបែងចែកគាត់ដាច់ទៀតតើវាអត់ធ្វើឲ្យបងនឹកឃើញដល់ការនៅភពមុនទេមែនទីបំផុតគាត់ឆ្លងភពមកតាមតនបងហើយគាត់ខ្លាចជាកំពូលមនុស្សអមតៈហើយខ្លាចជាគ្រូរបស់បងទៀតវ៉ាងយីសួរទាំងភ្ញាក់ផ្អើលថាអញ្ចឹងគេបានដឹងអស់ហើយមែនក្នុងចិត្តគាត់ថាមិននឹងអាចមានរឿងនឹងកើតឡើងទៅគាត់បានបន្លំខ្លួនឯតើស៊ីអានសើចប្រាប់ថាដំបូងគាត់ក៏រៀងភាំងតិចដែរចំពោះអីដែលកំពុងតែកើតឡើងតែគាត់ចេះតែបដ តាមសភាវគតិខ្លួនឯងទៅឥឡូវគាត់ចាំវិញអស់ហើយមានតែការគិតបងប្រុសគាត់ទេដែលមានពណ៌ខុសប្លែកពីគេទោះបីជាគេបន្លំខ្លួនក៏គាត់នៅតែមើលស្គាល់ដែរកូនស្រីគាត់ថាមិនអាចទេបើស៊ីអានពិតជាឆ្លងភពមកមែនគេគួរតែចាំពាក្យសម្ដីរបស់អិចដែលថាឈិនស៊ីអានទាំងអស់គឺជាមនុស្សតែម្នាក់គាត់សួរថាឈប់សិនតើគេអាចប្រាប់គាត់បានអត់ថាលើកចុងក្រោយដែលពួកគេជួបគ្នានៅកន្លែងណាស៊ីអានថាគាត់មិននឹងអាចភ្លេចបានទៅនិយាយឲ្យគាត់ចាប់ទាញគេមកដួលលើក្រែកូនស្រីគាត់ថាតាមមើលទៅគេចាំបានតែការចងចាំនៅភពទី1ទេហើយចំហាយបិសាចនោះក៏ចាប់បានអារម្មណ៍មួយនឹងដែរស៊ីអានបន្តនិយាយថាបងប្រុសគ្រាន់តែធ្វើពុតជាថើបគាត់បន្តមកគ្រប់យ៉ាងក៏ជាបុកច្បល់បងធ្វើដាក់គាត់ដោយភាពល្ងងខ្លៅឬក៏បោះបង់គាត់ចោលវាគ្រាន់តែជាការបោកប្រាស់បណ្ណោះវ៉ាងយីព្យាយាមប្រាប់ឲ្យគេស្ងប់អារម្មណ៍សិនទៅគេកំពុងតែត្រូវចំហាយបិសាចគ្រប់គ្រងហើយគេមិនអាចចោះចាញ់ជាមួយវាបានទេនិយាយទៅគឺគាត់គិតថាស៊ីអានត្រូវបិសាចគ្រប់គ្រងសំខាន់ឥឡូវហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាវល់មុខមែនតើស៊ីអានថាបិសាចគ្រប់គ្រងមែនហើយបងប្រុសនិយាយត្រូវគាត់ត្រូវបិសាចគ្រប់គ្រងគឺបងប្រុសដ៏អាក្រក់របស់គាត់និយាយរួចគាត់ថាបបិទមាត់កូនស្រីយើងតែម្ដងវ៉ាងយីគិតថាគាត់ត្រូវតែរុញគេចេញខួរក្បាលគាត់ប្រាប់មកអញ្ចឹងប៉ុន្តែរាងកាយគាត់អត់ស្ដាប់តាមបញ្ជាគាត់សោះគាត់ចាប់ផ្ដើមមានអារម្មណ៍ថាឃ្លានក្លិនឈាមហើយនឹងកម្លាំងធាតុរបស់គេធ្វើឲ្យគាត់ឃ្លានមែនតើសម្បីតែចកោមពោះគាត់ក៏ចេញមកដែរតែវាដោយសារតែឈាមបិសាចនៅក្នុងខ្លួនគាត់មិនមែនគ្រាន់តែគេប្រឡែងមាត់គាត់ភ្លាមគាត់ស្ទុះទៅខំកគេវិញតែម្ដងស៊ីអានសួរថាគេធ្វើអីហ្នឹងគាត់មានអារម្មណ៍ថាឈឺដែរប៉ុន្តែអត់រុញគេចេញទេចំណែកវ៉ាងយីគាត់ថារាងកាយគេពោពេញដោយធម៌ពលវិញ្ញាណឥឡូវបើគិតមើលទៅឈាមបិសាចហ្នឹងវាពិតជាពិបាកគ្រប់គ្រងមែនអញ្ចឹងបានគ្រប់គ្នាចាត់ទុកមនុស្សដែលមានលាយឈាមបិសាចដូចជាសត្វចម្លែកអញ្ចឹងគ្រាន់តែគាត់ខំគេភ្លាមអត់ចាំយូរទេលបោះហ្នឹងឡងមកគាត់វិញភ្លាមស៊ីអាននិយាយទាំងសប្បាយចិត្តថាអូតាមពិតអញ្ចឹងទេហើយវាប្រកាសជាដោយសារតែត្រាដែលគាត់ដាក់លើខ្លួនគេហើយពិតជាល្អខ្លាំងណាស់អញ្ចឹងមានន័យថាពីរនាក់គាត់ទទួលបានអារម្មណ៍ដូចគ្នាបើគាត់ឈឺគេក៏ឈឺដែរកូនស្រីយើងគិតថាគេចង់ឈួតជាងគាត់ទៀតតែមានរឿងអីកើតឡើងទៅបានធ្វើឲ្យគេប្រែជាបែបហ្នឹងគាត់ចង់ប្រាប់ឲ្យគេឈប់ដែរស្រាប់តែងើបមកសម្លឹងមើលភ្នែកគេទៅធ្វើឲ្យគាត់ភាំងទៀតហើយរួចក៏នាំគាត់មកដល់កន្លែងមួយទៀតដែលគាត់អត់ដែរស្គាល់ទេគាត់គិតថាវាមិនអាចងាយស្រួលដល់ថ្នាក់ហ្នឹងទេក្នុងការដែលចូលមកភពបិសាចតែនេះវាកើតឡើងញឹកញាប់ហ្មងតែការបំភាន់ភ្នែកលើកនេះវាផ្លាស់ប្ដូរមិនមែនជាមេបញ្ជាការឈិនដែលស្លៀកឯកសណ្ឋានយោធាទៀតទេសកម្មភាពហ្នឹងឃើញថាមានគ្រូពេទ្យម្នាក់កំពុងតែនិយាយជាមួយស៊ីអានប្រាប់ថាអ្នកប្រុសតូចទោះបីជារឿងអ្នកប្រុសវ៉ាងយីសំខាន់យ៉ាងណាក៏ដោយក៏គេមិនគួររំលងសុខភាពខ្លួនឯងដែរវ៉ាងយីគិតថាមើលទៅស៊ីអានដូចរៀងចាស់ជាងមុនគ្រូពេទ្យបន្តនិយាយថាការៈគេអត់ល្អទេគេគួរតែសម្រាកទៅល្អជាងស៊ីអានបានត្រឹមតែអោនមុខចុះប្រាប់ឲ្យគេចេញទៅវិញចុះចំណែកវ៉ាងយីស្រាប់តែបានឃើញប្រអប់អសរមួយដែលនិយាយថាវាគ្មានប្រយោជន៍ទេដែលព្យាយាមព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយនោះតែយ៉ាងណាក៏ដោយវាជាឱកាសសម្រាប់ក្រុមហ៊ុនអសរដើម្បីរកប្រាក់ចំណេញបានលឿនឃើញអញ្ចឹងកូនស្រីឆ្ងល់ថាអីគេនឹងមានអីមួយកំពុងតែដែតនៅក្រៅខ្នងគ្រូពេទ្យម្នាក់នោះគ្រូពេទ្យថាអញ្ចឹងក៏បានដែរកុំភ្លេចញ៉ាំថ្នាំគេផងវ៉ាងយីគិតថាចំហាយបិសាចកំពុងតែរស់នៅតាមឈ្មោះរបស់វាកើតចេញពីការឆ្លុះអង្វែងសេចក្តីចង់បានដែលធ្វើឲ្យចិត្តអ្នកហាត់វិទ្យាសិលអត់ស្ងប់អីដែលគេត្រូវធ្វើដើម្បីយកឈ្នះវាបានគឺត្រូវយកឈ្នះលើអ្វីគ្រប់យ៉ាងដែលរំខានដល់ចិត្តគេបើនៅតែបន្តទុកឲ្យវាលូតលាស់អញ្ចឹងទៀតគេនឹងពិបាកដកខ្លួនចេញមិនខានស៊ីអានយកកសែងពណ៌ក្រហមដែលវ៉ាងយីបន្សល់ទុកជាលើកចុងក្រោយនោះយកមកហិតឲ្យឈ្មោះគេនិយាយថាវ៉ាងយីគាត់ខំតាមរកគេយូរហើយប៉ុន្តែគាត់នៅតែមិនអាចរកគេឃើញទៀតឥឡូវហ្នឹងគាត់ក៏ចិត្តស្លាប់ដែរតែមុនពេលដែលគាត់ស្លាប់គាត់គ្រាន់តែចង់ឃើញមុខគេជាលើកចុងក្រោយតែប៉ុណ្ណឹងអត់បានទេមែនកូនស្រីឈរស្ដាប់គេទាំងរំជួលចិត្តតើវាជាការបញ្ចប់របស់សាច់រឿងហ្នឹងមែនទោះបីជាចំហាយបិសាចឲ្យអង្វែអារម្មណ៍មនុស្សបានប៉ុន្តែវាមិនអាចបំភ្លេចការពិតបានទេហេតុអីក៏ដើមទ្រូងគាត់ឈឺខ្លាំងម្ល៉េះក្រែងការបញ្ចេញអារម្មណ៍ឈឺចាប់បែបហ្នឹងជាអីដែលគាត់ចូលចិត្តមើលលេប៉ុន្តែអារម្មណ៍ដែលថប់នៅក្នុងទ្រូងធ្វើឲ្យគាត់ពិបាកដកដង្ហើមណាស់តើវាដោយសារតែគាត់មិនពីមុនគាត់ព្យាយាមធ្វើការសម្រេចចិត្តដែលគិតថាល្អបំផុតសម្រាប់គេប៉ុន្តែចុងក្រោយវាបែរជាបែបនេះគេគួរតែមានសុខភាពល្អដូចនៅក្នុងបឡោមលោកតែគាត់សម្រេចចិត្តខុសហើយមិនគាត់ត្រូវតែកែតម្រូវវិញប៉ុន្តែគាត់គ្រាន់តែជាអ្នកក្រៅមិននឹងអាចផ្លាស់ប្ដូរវាបានស្រាប់តែមានសម្លេងមួយហើយគាត់ថាវ៉ាងយីគាត់ដឹងភ្លាមតែម្ដងថាជាសម្លេងលោកគ្រូងាកមកឃើញរូបរាងឈិនស៊ីអានដែលត្រូវជាគ្រូគាត់នៅភពទី4និយាយថាបំណងរបស់គេគឺល្អហើយគ្រាន់តែគេធ្វើវាក្នុងផ្លូវខុសគេជាសិស្សរបស់គាត់អញ្ចឹងមានន័យថាគេអាចទុកចិត្តគាត់បាននិយាយឲ្យក៏រុញកូនស្រីយើងឲ្យចូលទៅរកស៊ីអានម្នាក់ហ្នឹងទៅវ៉ាងយីឆ្ងល់ថាតើគេមានន័យថាម៉េចដែលឲ្យគាត់ទុកចិត្តលើគេហ្នឹងគាត់ព្យាយាមស្រែកថាលោកគ្រូគាត់អត់យល់ទេតែងាកមកឃើញថារូបរាងគ្រូគាត់ហ្នឹងឲ្យលាយបាត់ទៅវិញហើយស៊ីអាននៅភពទី1សួរថាណាគេធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលតើគេមើលគាត់ឃើញមែនស៊ីអានគាត់ថាមិញហ្នឹងគាត់ស្ដាប់ច្រឡំមែនហាក់ដូចជាគាត់មើលអត់ឃើញកូនស្រីយើងទេប៉ុន្តែគាត់មានអារម្មណ៍ថាមានណាគេនៅជិតហ្នឹងវ៉ាងយីគាត់ថាអត់ទេបើគេពិតជាមើលគាត់ឃើញមែនគេប្រកាសជាស្ទុះមករកគាត់ហើយតែថាគាត់ហាក់ដូចជាអាចអានការគិតគេបានអញ្ចឹងគាត់អាចមើលឃើញអក្សរនៅក្រោយខ្នងគេតើលោកគ្រូបានធ្វើអីដាក់គាត់មែនចំណែកកូនប្រុសគាត់ថាគាត់ឈឺឡើងដល់ថ្នាក់ស្មើស្មៃស្ដាប់ឮសលេងគេហើយប៉ុន្តែគាត់ហ៊ានស្បត់មិញហ្នឹងគាត់ពិតជាឮសលេងគេមែនកូនស្រីឈរសម្លឹងមើលគេស្ងាត់មកសន្ទុះទៅដាច់ចិត្តហើយឈ្មោះគេម្ដងទៀតស៊ីអានឡើងភ្ញាក់សួរថាវ៉ាងយីមែនហ្នឹងកូនស្រីគាត់ថាយ៉ាងហោចណាស់គេនៅតែអាចស្ដាប់សលេងគាត់ឮដែរតែគាត់គួរធ្វើយ៉ាងម៉េចទៅនៅក្នុងស្ថានភាពបែបនេះបើឥឡូវហ្នឹងគាត់មិនអាចប៉ះគេបានផងហ្នឹងអីដែលគាត់អាចធ្វើបានគឺមានតែពាក្យសុំទោសកូនប្រុសយើងនៅតែព្យាយាមស្រែកហៅគេថាវ៉ាងយីគឺបងមែនហ្នឹងបងមកវិញហើយមែនមិនអាចទេវាគ្រាន់តែជាការស្មើស្មៃទេបើអញ្ចឹងមែនគាត់ប្រកាសជាមើលគេឃើញហើយគាត់អង្គុយចុះវិញទាំងអស់សង្ឃឹមមែនតើវ៉ាងយីគាត់ថាវាគ្មានប្រយោជន៍អីក្នុងការដែលផ្ដោតក្តីសង្ឃឹមខ្លាំងខ្លាយឲ្យគេទេមិនអញ្ចឹងទេវាមានតែធ្វើឲ្យអាការៈគេកាន់តែអាក្រក់ទៅវិញខុសតែមួយជំហានគាត់នឹងធ្វើឲ្យបិសាចខឹងភ្លាមគាត់ត្រូវតែរើពាក្យមកនិយាយដែលប្រុងប្រយ័ត្នបំផុតស៊ីអានថាគាត់
គាត់ត្រូវតែប្រឈមមុខជាមួយការពិតវាងយីបានបោះបង់គាត់ចោលយូរហើយក្នុងចិត្តគិតថាបកករ៉េដែលសារតាមពិតទៅតាំងពីដំបូងមកគេអត់ដែលខ្វល់ពីគាត់ទេឃើញគេគិតអញ្ចឹងទ្រាំបាត់បានកូនស្រីស្ទុះមកស្ដីឲ្យគេតែម្ដងថាវាជាពាក្យសម្ដីឈួតឡប់ដែលចេញពីក្មេងល្ងងដូចគេហ្នឹងហើយឈិនស៊ីអានមកស្រែកឲ្យគេអញ្ចឹងមែនប៉ុន្តែក្នុងចិត្តដឹងច្បាស់ណាស់ថាគាត់នឹងត្រូវចាក់ចេញពីគេឆាប់ៗហ្នឹងហើយតែគាត់ចង់ឲ្យជីវិតគេត្រឡប់ទៅរកសភាពដើមវិញគាត់ចង់ស្ដីឲ្យគេថែមទៀតដែរស្រាប់តែគាត់ភ្ញាក់មកពីគេងវិញឃើញថាខ្លួនឯងកំពុងតែគេងនៅលើគ្រែជាមួយស៊ីអានគាត់ឆ្ងល់ថាតើម្សិលមិញគាត់ស្លាប់មែនការបំភាន់ភ្នែកដែលបិសាចបង្កើតឡើងម្សិលមិញវាខុសគ្នាពីលើកមុនប៉ុន្តែគាត់ហ៊ានស្បត់ថាឈិនស៊ីអានដែលគាត់ឃើញហ្នឹងគឺជាឈិនស៊ីអាននៅភពទី1នៅពេលដែលគេធំឡើងក៏លេចមកមើលស៊ីអានដែលកំពុងតែគេងចិត្តគាត់នេះវិញគាត់ឆ្ងល់ថាគេនៅចងភ្នែកធ្វើអីទៀតវាលែងមានប្រយោជន៍យ៉ាងហ្នឹងដំបូងគាត់ចង់ចងដើម្បីកុំឲ្យគេឃើញការគិតឥឡូវគេដឹងអស់ហើយគាត់ភ្ញាក់ពីគេងមុនពេលដែលគាត់និយាយអីដែលគាត់ចង់និយាយហើយនៅអត់ទាន់បានដោះស្រាយជាមួយចំហាយបិសាចនោះទៀតតើក្មេងម្នាក់ហ្នឹងមានជំងឺធ្ងន់ដល់ថ្នាក់ហ្នឹងយ៉ាងម៉េចទៅតើគេពិតជាមិនអាចព្យាបាលបានមែនអីអញ្ចឹងបានពេលដែលគាត់សួរអីថារឿងហ្នឹងវាបញ្ចប់ទៅមិនគេអត់ប្រាប់គាត់សោះដោយមិនអស់ចិត្តគាត់ងើបមកដាស់ស៊ីអានប្រាប់ថាឲ្យងើបមកគាត់ចង់ចូលទៅពិភពបំភាន់ភ្នែកនោះម្ដងទៀតដាស់ផងរួនគេផងឲ្យគេងើបឲ្យលឿនមកតែកូនប្រុសយើងអត់ព្រមងើបទេមានតែឈ្មោះរកគេថែមនិយាយថាគេស្រែកលឺណាស់រំខានគាត់គេងគាត់ហត់ចង់គេងថែមទៀតកូនស្រីវាយគេផាច់ស្រែកថាតែគាត់អត់មានហត់ទេអញ្ចឹងកុំចង់យកលេសគាត់នៅកម្រិតទាបជាងអត់មានហត់ផងទម្រាំតែគេនៅកម្រិតអតិទេពទៀតអតិទេពរបស់យកស្អីខ្ជិលដល់ថ្នាក់ហ្នឹងក្នុងចិត្តគិតថាគេធ្វើឲ្យគាត់ឡើងចង់ឈួតហើយមិនក៏គេដេកស្រានអញ្ចឹងស៊ីអានងើបមកទាំងញញឹមខ្ជិលនិយាយថាគេត្រឡប់មករកគាត់វិញហើយមែនកូនស្រីឡើងឆ្ងល់កុំប្រាប់ថាន័យរបស់គេគឺគេចង់បញ្ចប់សាច់រឿងនៅក្នុងភពទី1ហ្នឹងអញ្ចឹងមានន័យថាអីដែលបានកើតឡើងនៅពិភពបំភាន់ភ្នែកនោះវាជាឥទ្ធិពលដល់ឈិនស៊ីអាននៅខាងក្រៅដែរកាត់មកសំណាក់ធំរបស់ប៉ាក់ភ្នំអាប់គ្រប់គ្នាភ្ញាក់ផ្អើលមែនទែនពេលបានឃើញវាងយីសួរគ្នាថាមើលនោះនឹងមិនមែនជាសិស្សច្បងដែលមានពាក្យចចាមអារាមថាជាមនុស្សដែលមានឫសគល់វិញ្ញាណពិសេសខុសគេនិងកម្របំផុតនោះឮថាគេបានចាក់ចេញពីប៉ាក់រយៈពេល1ឆ្នាំដើម្បីវឹកហាត់ម្នាក់ឯងឥឡូវគេស្ថិតនៅកម្រិតមួយដែលចាត់ទុកថាជាអ្នកខ្លាំងម្នាក់ដែរនៅក្នុងប៉ាក់នេះកូនស្រីញញឹមទាំងមានមោទនភាពគាត់អាចចូលមកក្នុងប៉ាក់វិញក្នុងនាមជាខ្លួនឯងអញ្ចឹងគួរតែអរគុណដល់ឈិនស៊ីអានគឺថាមុននឹងចេញមកនឹងកូនប្រុសទៀមទីឲ្យថើបគាត់មួយទៅគាត់នឹងមិនលូកដៃទេអញ្ចឹងហើយបានគាត់អាចចូលមកក្នុងប៉ាក់បានដោយមិនបាច់បន្លំខ្លួនតែនៅមានបញ្ហាច្រើនទៀតដែលគាត់ត្រូវដោះស្រាយហេតុអីក៏ការបំភាន់ភ្នែកដែលគេទាញគាត់ចូលនឹងវាខុសគ្នាពីលើកមុនតើគាត់ជាប់នៅក្នុងនឹងរយៈពេលយូរប៉ុណ្ណាហើយតើឈិនស៊ីអានមួយណាដែលលេចធ្លោជាងគេនៅក្នុងខ្លួនលោកគ្រូតើចំហាយបិសាចនឹងបានយកអត្តសញ្ញាណប្អូនប្រុសគាត់មកប្រើមែននៅក្នុងជីវិតនេះលោកគ្រូបានមើលថែនិងបរិញ្ញាគាត់ពេលដែលគាត់ជាប់នៅក្នុងការបំភាន់នោះគាត់អត់ចង់កុហកគេទេតែកលៈទេសៈដែលមិនអាចដឹងទុកមុននោះធ្វើឲ្យគាត់បង្ខំចិត្តរត់ចេញភ្លាមពួកគេទាំង3ប្រហែលជាហត់នឿយណាស់ហើយនៅពេលដែលគាត់បានជួបឈិនស៊ីអាននៅភពទី1ម្ដងទៀតគាត់នឹកឃើញពីពេលដែលគាត់ស្ដីឲ្យគេនឹងបន្តគិតថាជប់សិនទោះបីជាគាត់ខ្លួនឯងដឹងថាគាត់មិនគួរឆេវឆាវហើយនិយាយអីផ្ដេសផ្ដាសក៏ដោយតែពេលហ្នឹងគាត់មិនអាចបញ្ឈប់ខ្លួនឯងបានសោះពេលទាំងអស់ហ្នឹងវារអិលចេញមកតែម្ដងតើវាអាចធ្វើឲ្យស៊ីអានមានអារម្មណ៍ធូរស្រាលខ្លះអត់ប៉ុន្តែហេតុអីតើវាមិនល្អជាងទេបើសិនជាគេបានស្ដាប់ឮចម្លើយដែលបានគិតគូរយ៉ាងល្អិតល្អន់មុននិយាយនោះរបៀបថាចង់និយាយគេធូរស្រាលចិត្តប៉ុន្តែបែរជារអិលមកស្ដីឲ្យគេខ្លាំងវិញឥឡូវហ្នឹងមកស្ដាយថាបើបាននិយាយពាក្យល្អដាក់គេប្រហែលល្អជាងស្រាប់តែមានកូនសិស្សម្នាក់ស្រែកថាមើលនោះរបស់សនោះអីគេវាមើលទៅដូចជាឆ្មាសិលសិស្សផ្សេងទៀតថាហេតុអីក៏មានឆ្មាសិលនៅទីនេះពួកវាកម្រខ្លាំងណាស់ពួកគេនាំគ្នាចាប់កូនឆ្មាពណ៌សនោះឡើងមកនិយាយថាពួកគេគួរតែយកវាទៅជាមួយដើម្បីលេងសើចតិចទៅឬថាឆ្មាសិលអាចប្រើជាថ្នាំជំនួយដល់ការវឹកហាត់បានណាពួកគេគួរតែសាកមើលទៅថាវាពិតមែនអត់មួយសន្ទុះក្រោយមកកូនសិស្សពីរនាក់ហ្នឹងរត់ចែកជើងគ្នាស្រែកថាសិស្សច្បងខឹងឲ្យឆាប់រត់ទៅគឺថាកូនស្រីយើងគាត់បកមកជួយកូនឆ្មាហ្នឹងវិញបន្ទាប់ពីជួយវាឲ្យគាត់និយាយថាមើលទៅពេលខ្លះខ្លួនប្រាណគាត់វាធ្វើសកម្មភាពលឿនជាងខួរក្បាលទៀតដូចជាពេលដែលគាត់ជួយវិនលាវហើយនឹងពេលដែលគាត់ស្រែកដាក់គេនោះសូម្បីតែពេលដែលគាត់នៅជាវាយក៏អញ្ចឹងដែរឥឡូវមកជួយកូនឆ្មានេះម្ដងគឺធ្វើទាំងអត់មានបានគិតច្រើនទេគាត់ដកដង្ហើមធំនិយាយថាគាត់គ្រាន់តែអត់យល់ក្នុងចិត្តគិតថាអារម្មណ៍ដែលគាត់មានហ្នឹងវាមិនមែនជាអារម្មណ៍អាក្រក់អីទេប៉ុន្តែគាត់មានអារម្មណ៍ថាធូរស្រាលបន្ទាប់ពីជួយគេឲ្យស្រាប់តែកូនឆ្មាពណ៌សហ្នឹងនិយាយថាហាក់ដូចជាគេបានដឹងពីវត្តមានរបស់វាយហើយគាត់ស្មានតែគាត់ត្រូវរងចាំគេមួយរយៈទៀតហើយតើកូនស្រីយើងឡើងភ្ញាក់ឆ្មាសិលចេះនិយាយទៀតរកកនឹកឃើញថាជប់សិនបើសិនជាឆ្មាសិលធម្មតាគេមិនអាចដឹងពីរឿងរបស់វាយទេកូនឆ្មាហ្នឹងស្រែកថាធ្នមដៃតិចទៅរាងកាយថ្មីគាត់មួយហ្នឹងទុនខ្សោយណាស់គាត់បានលះបង់ច្រើនណាស់ដើម្បីឲ្យ system មេចាក់ចេញឥឡូវគាត់ត្រូវធំឡើងម្ដងទៀតវាងយីសួរថាបច្ឆោ system មេគាត់ចាំបានថា SO ក៏និយាយរឿងហ្នឹងដែរឆ្មាសហ្នឹងថាមែនហើយយូរយារណាស់មកហើយគាត់ក៏រត់គេចពី system មេដែរដោយសារតែវាចង់រកឲ្យបំផ្លាញគាត់ចោលដើម្បីលាក់បាំងខ្លួនឯងគាត់បានបបែកខ្លួនទៅតាមភពផ្សេងតែដោយសារតែនៅភពនេះមានធម្មពលវិញ្ញាណច្រើនហើយមានសត្វវេទមន្តផ្សេងទៀតជាខែទៅគាត់អាចមកតាក់ទងជាមួយគេបាននិយាយតាមត្រង់ទៅអំណាចផ្សេងទៀតរបស់គាត់នៅភពផ្សេងគ្មានអីក្រៅពីឆ្មាធម្មតាមួយក្បាលទេនេះរបៀបថាស្តៀងស៊ីអានអញ្ចឹងទាំងអស់គ្នាគាត់បបែកខ្លួនទៅភពផ្សេងដើម្បីរត់គេចពី system មេអញ្ចឹងហើយបានទៅភពណាក៏ឃើញមានឆ្មាពណ៌សនឹងដែរវាងយីថាគាត់សុំសួរបន្តិចបានអត់តែគេស្គាល់គាត់តាំងពីពេលណាឆ្មាសថាគាត់ស្គាល់ទាំងរូបរាងបច្ចុប្បន្នហើយក៏ស្គាល់រូបរាងពីអតីតកាលរបស់គេដែរដែលពីមុនគេជា system កម្រិតខ្ពស់មានឈ្មោះថាវាយគាត់សុំណែនាំខ្លួនតិចចុះគាត់ក៏ជា system ម្នាក់ដែរនៅក្នុងក្រុមដែលវាយធ្លាប់កាន់កាប់ពីមុនមានឈ្មោះថាវាយមិនវាយអសវាយដោយកូនស្រីយើងឯណាទាំងអស់គ្នាគឺវាយប្រែថាពណ៌សកុំឲ្យច្រឡំមិនមាននឹងហៅគាត់ថាឆ្មាសដដែលណាវាងយីថាជប់សិនមានរឿងច្រើនណាស់ដែលត្រូវបកស្រាយគឺថាគាត់ដូចជាបានបាត់បង់ការចងចាំការគាត់នៅជា system ច្រើនណាស់តែគេអាចជួយបញ្យល់គាត់ឲ្យលម្អិតជាងនឹងបានអត់ក្នុងចិត្តគាត់ថាគាត់ត្រូវតែបញ្ជាក់ឲ្យច្បាស់ថាតើអីដែលគេប្រាប់គាត់នឹងជាការពិតអត់ឆ្មាសថាពីមុនការពួកគាត់នៅជា system វាស្ទើរតែគ្រប់ពេលទៅហើយដែលពួកគាត់រវល់ជាមួយការងារដែលត្រូវណែនាំអ្នកគ្រប់គ្រងរបស់ពួកគាត់ឲ្យធ្វើបេសកកម្មកម្រមានពេលដែលពួកគាត់អាចនៅជាមួយគ្នាណាតែគាត់គិតថារឿងដែលគេចង់ដឹងនោះគឺការបោះបោររបស់ system និងមូលហេតុដែលគេខ្លាចជាមនុស្សត្រូវអត់គេនិយាយត្រូវចំណុចចឹងកូនស្រីឡើងភ្ញាក់គេដឹងរឿងនឹងដែរមិនមើលទៅគេដូចជាអត់កុហកគាត់ទេគេប្រហែលជាមិត្តចាស់ដែលធ្លាប់ស្គាល់គ្នាជាមួយគាត់គាត់ថាគេនិយាយត្រូវហើយគាត់ពិតជាចាប់អារម្មណ៍រឿងនឹងមែនឆ្មាសថា
រឿងនឹងពាក់ព័ន្ធនឹងរឿងពីមុនវាពិបាកឲ្យស្មុគស្មាញណាស់ក្នុងការបញ្យល់ដោយសារតែគេអត់សូវមានការចងចាំពីអតីតកាលមានព័ត៌មានជាក់លាក់ច្រើនតាក់ទងនឹង system អញ្ចឹងហើយក៏ខ្លាចថាទោះបីជាគាត់ប្រាប់គេក៏ដោយមានតែធ្វើឲ្យគេច្បុកច្បល់វិញទេរឿងសំខាន់បំផុតនោះគឺថាពួកគាត់មានផែនការរួចហើយកូនសោសំខាន់នោះគឺជាគេវ៉ាងយីគាត់ថាស្ដាប់ទៅដូចជាវាយបានចាប់ផ្ដើមរឿងធំមួយអញ្ចឹងឆ្មាសបន្តនិយាយថាចំពោះរឿងដែលគេខ្លាចជាមនុស្សនោះគាត់ក៏ភ្ញាក់ផ្អើលដែរគាត់ស្ទើរតាមបញ្ជឿនៅពេលដែលគាត់ទាញយកការចងចាំពីឆ្មានៅភពទី1នោះគាត់ត្រូវការចំណាយពេលនៅភព2ផ្សេងទៀតតាមមើលគេដើម្បីបញ្ជាក់ឲ្យច្បាស់វ៉ាងយីសួរថាអញ្ចឹងមានន័យថាគេនៅភពទី1ដែរប៉ុន្តែក្នុងនាមជាឆ្មាពណ៌សមែនឆ្មាសថាមែនហើយគ្រាន់តែបំណែកដែលលេចឡើងនៅភពមុននឹងវាមានភាពវៃឆ្លាតទាបហើយអត់មានស្មារតីពិតប្រាកដរបស់គាត់នៅក្នុងនឹងទេវាស្តៀងឆ្មាធម្មតាដែរតែអាសាដើរតាមពួកគេដឹងគ្រប់យ៉ាងទាំងអស់បន្ទាប់មកគាត់ទាញយកការចងចាំពីវាវ៉ាងយីសួរថាអញ្ចឹងមានន័យថាគេបានឃើញទីបញ្ចប់របស់ឈិនស៊ីអាននៅភពទី1ត្រូវអត់ឆ្មាសួរថាគេចង់សម្ដៅលើកូនសាហាយដែលជាតួប្រុសនោះមែនគាត់ប្រកាសជាបានឃើញហើយវាហាក់ដូចជាបន្ទាប់ពីធ្វើការមិនចេះហត់នឿយអស់រយៈពេល20ឆ្នាំមកគេក៏មានជំងឺដោយសារតែការធ្វើការហួសកម្រិតចុងក្រោយគេក៏បានស្លាប់មុនពេលដែលអាចប្រើប្រាស់ថ្នាំពិសេសដែលកំពុងតែបង្កើតឡើងលើអញ្ចឹងកូនស្រីឡើងស្រឡាំងកាំងឈិនស៊ីអានស្លាប់ដោយសារតែជំងឺមែនចង់និយាយថាស៊ីអានស្លាប់មុនពេលដែលគេអាចទទួលបានការព្យាបាលពិសេសមែនគាត់ស្ទុះមកចាប់កូនឆ្មានឹងសួរថាអញ្ចឹងវាមានន័យថាគេមានសង្ឃឹមអាចព្យាបាលបានត្រូវអត់ឆ្មាសថាបើគិតតាមបែប logical ទៅវាមានឱកាសតិចតួចណាស់សម្រាប់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងការដែលជាសះស្បើយតែគេនៅចាំវិនសៅរូអត់ទោះស្រីនៅក្នុងរឿងហ្នឹងនៅក្នុងប្រឡំលោកប៉ារបស់នាងបានស្លាប់ដោយសារតែជំងឺអញ្ចឹងហើយបាននាងនៅតែ2នាក់ម៉ាក់វ៉ាងយីថាក៏មិននឹងអាចភ្លេចបានទៅចុះនាងយ៉ាងម៉េចដែរក៏បានបំផ្លាញដំណើរជីវិតរបស់តួប្រុសនិងតួស្រីបើមានរឿងអីកើតឡើងចំពោះនាងនោះឆ្មាប្រាប់ថាឲ្យបទូអារម្មណ៍សិនទៅវិនសៅរូអត់មានបញ្ហាអីទេគ្រាន់តែបានផ្លាស់ប្ដូរដំណើរជីវិតរបស់នាងដោយចៃដន្យបដូរពីមនុស្សដែលត្រូវពឹងផ្អែកលើអ្នកដទៃមកក្លាយជាមនុស្សដែលរឹងមាំតាំងពីពេលដែលគេបានជួយលើកទឹកចិត្តនាងនៅពេលនោះមកនាងបានរកឃើញអនាគតមួយដែលនាងចង់បានរួចក៏ចេញពីផ្លូវដែលប្រឡំលោកបានកំណត់ទុកឲ្យនាងអត់ដែលចោះចាញ់ទេហើយបានលះបង់ខ្លួនឯងដើម្បីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាអភូតហេតុក្រុមរបស់នាងបានបង្កើតថ្នាំដ៏អស្ចារ្យមួយប្រភេទដែលបានជួយមនុស្សរាប់ពាន់នាក់នៅក្នុងប្រឡំលោកនឹងតែគួរឲ្យស្ដាយការរកឃើញនឹងវារឿងយឺតពេកដោយសារតែឈិនស៊ីអានបានស្លាប់មុននឹងអស់រយៈពេល1ឆ្នាំហើយវ៉ាងយីថាវិនសៅរូពិតជាអស្ចារ្យណាស់នាងទទួលបានលទ្ធផលពីការសិក្សារបស់នាងឆ្មាសថាមែនហើយអញ្ចឹងហើយបានគាត់ចូលចិត្តមនុស្សខ្លាំងណាស់ system ត្រូវបានចងភ្ជាប់ដោយច្បាប់ហើយត្រូវតែអនុវត្តបេសកកម្មទាំងគាត់ហើយនឹងវាយកាលពីមុនមិនអាចផ្លាស់ប្ដូរសាច់រឿងបានទេអញ្ចឹងហើយបានពួកគាត់ត្រូវការឲ្យមានមនុស្សមកឆ្លងភពដើម្បីបំពេញសាច់រឿងតែថាមនុស្សជាតិអត់ដូចគ្នាទេពួកគេញ៉ៃញ៉ៃឆាប់ខឹងហើយងាយរំជួលចិត្តណាស់ដោយសារតែរឿងនឹងហើយទៅមនុស្សអាចនាំមកនៅការផ្លាស់ប្ដូរក្នុងសង្គមនិងរំខានដល់ស្ថានភាពបច្ចុប្បន្នភាពប្រហែលគឺគ្មានទីបញ្ចប់ពោពេញទៅដោយក្តីសង្ឃឹមវ៉ាងយីសើចថាការដែលឆាប់ខឹងហើយងាយរំជួលចិត្តមិនយ៉ាងអាចជារឿងល្អទៅម៉ាសតបថាមិនត្រូវដែរចិត្តមនុស្សពិបាកយល់សឹងអីតែគេដូចជាខ្វល់ខ្វាយរឿងនឹងណាស់ឬមួយក៏គេពិតជាគិតពីម្នាក់នឹងជាពិសេសមែនយប់ឡើងកូនប្រុសយើងបើកភ្នែកមកឃើញថាវ៉ាងយីនៅពីលើគាត់សួរថាគេធ្វើអីនឹងវ៉ាងយីថាគាត់គ្រាន់តែចង់ពិសោធន៍ទេក្នុងចិត្តគិតថាមានឱកាសដែលគាត់អាចផ្លាស់ប្ដូរទីបញ្ចប់របស់ឈិនស៊ីអានបានគាត់ថាជាធម្មតាចំហាយបិសាចនឹងវាបហានៅពេលដែលបេះដូងអ្នកវឹកហាត់គ្មានស្ថិរភាពគាត់ចង់ដឹងថាតើឈិនស៊ីអាននៅភពទី1នឹងលោកគ្រូគាត់អាចទ្រាំបានយូរប៉ុណ្ណាឬអញ្ចឹងកូនប្រុសយើងមានអារម្មណ៍ភ្លាមសួរថាតើគេចង់បន្តអនុវត្តតាមសភៅនឹងទៀតមែនបងប្រុសចាប់ផ្ដើមហ្មងទៅចឹងស្មានតែគេចង់ធ្វើអីនោះឲ្យខូចសាហាវវ៉ាងយីយកខ្សែមកចងគេប្រាប់ថាពួកគាត់នឹងបន្តតាមសភៅនឹងតែដោយសារតែគេជាអ្នកដែលត្រូវបិសាចគ្រប់គ្រងអញ្ចឹងចាប់ពីពេលនេះទៅគាត់ដើរតួជាគ្រូគេដើរតួជាសិស្សវិញម្ដងគឺគេលេងរ៉ូផ្លេមែនហ្នឹងកូនស្រីផ្ទះមុខគេតិចសួរថាស្ដាប់ទៅយ៉ាងម៉េចដែរកូនប្រុសនិយាយទាំងលេងទឹកមុខសាហាវថាថ្ងៃហ្នឹងគេដូចជាសកម្មដល់ហើយអូយអត់មានសុំខ្លាចទឹកមុខហ្នឹងហ្មងស៊ីអានសួរថាតើវាដោយសារតែបងចង់ផ្លាស់ប្ដូរវាសនារបស់ឈិនស៊ីអានដែលកំពុងតែឈឺមិនគំនិតរបស់បងអត់ប្របាក់ទាយទេតែវាជាអតីតកាលកាត់ឡើងយូរហើយគាត់អាចឆ្លងមកភពនេះបានលុះត្រាតែគាត់ស្លាប់មុនពេលដែលគាត់ចាក់ចេញគាត់បានជួបប្រទះនឹងការឈឺចាប់មួយដែលធ្វើឲ្យគាត់វល់សុំសេចក្តីស្លាប់ខ្លួនឯងធម្មតាមនុស្សចិត្តស្លាប់ទម្រាំតែពួកគាត់ផុតអត់ដឹងថាពួកគាត់វេទនាប៉ុណ្ណាទេអញ្ចឹងហើយបានគាត់បន់ឲ្យខ្លួនឯងឆាប់ស្លាប់កុំឲ្យវេទនាអញ្ចឹងទៀតថ្ងៃដែលបេះដូងគាត់ឈប់ដើរគាត់មានអារម្មណ៍ធូរស្រាលណាស់វ៉ាងយីថាគាត់ដឹងទោះបីជាគេព្យាយាមនិយាយដើម្បីឲ្យគាត់មានអារម្មណ៍ថាខុសក៏ដោយក៏គាត់នៅតែមិនបញ្ឈប់ការព្យាយាមរបស់គាត់ដែរក្នុងចិត្តគិតថាឲ្យគាត់សុំទោសផងទោះបីជាគាត់ដឹងថាវាអាចជាការខំប្រឹងដ៏អត់ប្រយោជន៍ក៏ដោយគាត់ចង់សាកល្បងវាដើម្បីឲ្យគេធូរស្រាលពីភាពឈឺចាប់ទោះបីជាចុងក្រោយគាត់ត្រូវប្រឈមមុខជាមួយនឹងចំហាយបិសាចនោះក៏ដោយឃើញអញ្ចឹងកុំប្រុសសោយប្រហែលជាគ្មានប្រយោជន៍ទេដែលព្យាយាមលើកយកកំហុសរបស់គេមកនិយាយអញ្ចឹងក៏មានតែប្រើវិធីផ្សេងនិយាយឲ្យមានជាការងើបមកជិតមុខគេបិទភ្នែកដូចចង់ឲ្យគេថើបគាត់អញ្ចឹងកូនស្រីមានជាការស្លន់ទះទ្រូងគេម្ដាយស្រែកថាគេនិយាយឈួតអីហ្នឹងអាយុប៉ុណ្ណឹងហើយនៅធ្វើអញ្ចឹងទៀតអត់ចេះខ្មាស់គេទេហើយរួចក៏ទះមុខខ្លួនឯងដូចគ្នាគិតថាគាត់ក៏ត្រូវតែស្ងប់អារម្មណ៍ដែរគាត់កំពុងតែព្យាយាមធ្វើឲ្យចំហាយបិសាចនោះចេញមកតើហេតុអីក៏គាត់ត្រូវមកបែកអារម្មណ៍ដែរកូនប្រុសសួរទាំងញញឹមថាតើគេអៀនមែនគេត្រូវតែកាន់របស់ដែលគេស្រឡាញ់ឲ្យជាប់បើមិនប្រយ័ត្នទេគេនឹងបាត់បង់វាហើយត្រូវចំណាយពេលរាប់ឆ្នាំចាំតែអត់ប្រយោជន៍តើតែគេនិយាយចឹងបានគាត់នឹកឃើញថាអារម្មណ៍របស់ឈិនស៊ីអាននៅភពទី1ដូចមិនមែនអារម្មណ៍ស្នេហាទេតែវាជាការឆ្លងវែងជាមួយនឹងបងប្រុសគេខ្លាំងមែនតើឃើញគេឈរស្ងៀមចឹងស៊ីអានព្យាយាមហៅថាបងប្រុសតើគេកំពុងគិតអីរឿងហ្នឹងគាត់បានបញ្យល់យូរហើយតើតែថាកូនស្រីយើងឥឡូវហ្នឹងគាត់កំពុងតែឆ្ងល់ថាតើសំឡេងលោតខ្លាំងហ្នឹងជាសំឡេងបេះដូងមែនតែវាជាសំឡេងបេះដូងណាគេស៊ីអាននៅតែព្យាយាមហៅថាបងប្រុសតែវ៉ាងយីនៅតែអត់ចាប់អារម្មណ៍ចឹងតើវាជាសំឡេងបេះដូងគាត់មែនបន្ទាប់មកគាត់និយាយថាឲ្យគាត់សុំទោសផងគាត់អត់ដឹងថាហេតុអីទេគាត់មានអារម្មណ៍ថាច្បុកច្បល់ណាស់តែគាត់អត់អីទេប្រហែលមកពីគាត់គិតច្រើនពេកហើយគាត់ព្យាយាមក្តោបក្បាលខ្លួនឯងអោនមុខចុះពេលងើបមកវិញឃើញថាស៊ីអានកំពុងតែគេងនៅលើគ្រែពេននៅចំពោះមុខគាត់អញ្ចឹងមានន័យថាគាត់ចូលមកក្នុងពិភពបំផន់ភ្នែកបានសម្រេចហើយស៊ីអានគិតថាមិញនឹងប្រកាសជាសំឡេងវ៉ាងយីច្បាស់ណាស់តែគេមកវិញហើយមែនគាត់សួរថាតើបងគិតច្រើនរឿងអីបងប្រុសមិញគាត់លឺបងនិយាយកូនស្រីគិតថានៅជីវិតពិតគាត់មិនអាចអានការគិតអ្នកណាបានទេតែពេលចូលមកក្នុងពិភពបំផន់ភ្នែកនេះដូចមើលរឿងមានសបថៃថអញ្ចឹងគាត់អាចអានអ
សនៅពីក្រោយខ្នងគេបានខណៈពេលដែលគេមិនអាចមើលឃើញគាត់ទេតែហាក់ដូចជាគេអាចស្ដាប់សំឡេងគាត់ឮស៊ីអានសួរថាបងប្រុសបងនៅនឹងដដែលតែគាត់ព្យាយាមលូករាវរកគេគាត់ថាតើវាជាសុបិនមែនចំណែកវ៉ាងយីគាត់ថាគាត់ត្រូវតែឆ្លើយតបគាត់បានត្រៀមការសុំទោសទុកមុនគ្រាន់តែនិយាយវាចេញមកទៅរួចហើយស៊ីអានព្យាយាមក្តិចដៃខ្លួនឯងគាត់ថាអត់ទេវាមិនជាសុបិនទេគាត់មានអារម្មណ៍ឈឺមែនតើគ្រាន់តែដូចលើកមុនអញ្ចឹងវ៉ាងយីមកលឿនទៅវិញក៏លឿនដែរគាត់មិនអាចបង្កើតកំហុសដដែលបានទេទោះបីជាគាត់ត្រូវសុំវល់ឬមួយក៏កុហកក៏ដោយគាត់មិនអាចលែងដៃដាច់ខាតវ៉ាងយីជារបស់គាត់ព្យាយាមហៅថាបងប្រុសនិយាយអីតិចមកគាត់មើលបងអត់ឃើញមែនតែយ៉ាងហោចណាស់ឲ្យគាត់លឺសលេងបងតិចបានអត់ក្នុងចិត្តគិតថាក្នុងមួយជីវិតនេះគេជារបស់គាត់តែម្នាក់កូនស្រីសើចថាក្នុងមួយជីវិតហ្នឹងតែគេមិនគិតថាគេទុកផ្លូវឲ្យខ្លួនឯងតូចពេកទេហើយតែគេពិតជាពេញចិត្តជាមួយវាមែនអត់កូនប្រុសនិយាយទាំងសប្បាយចិត្តថាវ៉ាងយីតែក៏រៀងឆ្ងល់ដែរថាមិញហ្នឹងគាត់និយាយចេញមកក្រៅមែនបានគេដឹងអញ្ចឹងវ៉ាងយីថាកូនឆ្កែកំពុងតែឈឺនេះអត់មានអីផ្លាស់ប្ដូរសោះឥឡូវនេះគេមិនអាចសុំអីបានទេបងប្រុសរបស់គេបានក្បត់គេហើយបោះបង់គេចោលហេតុអីក៏គេមិនបញ្ចេញពាក្យអូនតែទាំងអស់ហ្នឹងចេញមកក្រៅមកក្នុងចិត្តគិតថាគាត់កំពុងនិយាយឈួតអីហ្នឹងរឿងសំខាន់ឥឡូវហ្នឹងគេត្រូវតែទទួលការព្យាបាលស៊ីអានសួរថាបងប្រុសខឹងគាត់មែនកូនស្រីសួរថាមិនក៏គេខឹងអញ្ចឹងស៊ីអានថាដោយសារតែគាត់មិនអាចសូម្បីតែមើលថែខ្លួនឯងឲ្យបានល្អវ៉ាងយីស្ដីឲ្យថាគេបានដឹងពីអីដែលនឹងកើតឡើងហើយប៉ុន្តែនៅតែមិនព្រមព្យាបាលវាច្បាស់ណាស់ថាគេកំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យសាច់រឿងត្រឡប់មកដូចដើមវិញជំរុញឆ្ពោះទៅរកសុភមង្គលដោយតែគេបានសន្យាហេតុអីក៏វិនសារូអាចរកទីបញ្ចប់របស់នាងឃើញប៉ុន្តែគេមិនអាចក្នុងចិត្តគិតថាឈប់ទៅវ៉ាងយីក៏មិនអាចបន្តនិយាយចឹងបានទៀតទេវាច្បាស់ណាស់ថាគេស្ថិតក្នុងស្ថានភាពបែបហ្នឹងដោយសារតែគាត់ក៏ជាមនុស្សចុងក្រោយដែលមានសិទ្ធិណែនាំគេស៊ីអានសួរថាវ៉ាងយីតើបងធ្លាប់គិតទេថាសុភមង្គលដែលបងនិយាយហ្នឹងវាស្របជាមួយអីដែលគាត់ចង់បានអត់វ៉ាងយីថាគាត់ធ្លាប់អញ្ចឹងហើយបានគាត់ចង់មកសួរតែគេសុខចិត្តស៊ូទ្រាំជាមួយគាត់ដើម្បីអនាគតអត់គេព្យាយាមព្យាបាលឲ្យពួកគាត់នឹងរស់នៅជាមួយគ្នាលឺចឹងស៊ីអានឡើងភាំងសំបីតវ៉ាងយីខ្លួនឯងក៏ភ្ញាក់ដែរគាត់និយាយអីហ្នឹងស៊ីអានសួរថាតើបងមានន័យថាម៉េចកូនស្រីគាត់ថារស់នៅជាមួយគ្នាតែទាំងអស់ហ្នឹងវាកំពុងតែនៅក្នុងការបំភាន់ហ្នឹងគាត់មិនយ៉ាងឯងរស់នៅជាមួយគេបានទៅរួចក៏នឹកឃើញដល់ពាក្យសម្ដីឆ្មាសដែលនិយាយថាការដែលបញ្ចេញសកម្មភាពទាំងបញ្ញាបង្ហាញថាគេពិតជាខ្វល់ខ្វាយពីអីមួយឬមួយក៏ម្នាក់ហ្នឹងជាមនុស្សដែលគេយកចិត្តទុកដាក់ខ្លាំងគាត់គិតថាតែគាត់ខ្លួនឯងហាក់ដូចជាមានអារម្មណ៍ស្មុគស្មាញមួយចំនួនដែលត្រូវដោះស្រាយគាត់ថាដូចអីដែលគាត់និយាយចឹងឲ្យគាត់សុំទោសផងលើកនេះការសម្រេចចិត្តរបស់គាត់មិនដើម្បីតែខ្លួនឯងទៀតទេគាត់អោបគេទាំងនិយាយថាគាត់គ្រាន់តែស្ដាយក្រោយពីរឿងដែលបានកើតឡើងអញ្ចឹងហើយគាត់ចង់សុំឲ្យគេនៅជាមួយគាត់និងបញ្ចប់គ្រប់យ៉ាងដែលពួកគេបានចាប់ផ្ដើមកូនប្រុសយើងភាំងផងរំជួលចិត្តផងសួរថាវ៉ាងយីតើបងកំពុងតែស្នើសុំអីមួយពីគាត់មិនពិតជាមិនគួរឲ្យជឿសោះភាគ130ដល់133របស់យើងកាត់ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលស្ដាប់ការសម្រាយរបស់ Admin ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាសំណាងល្អសុខភាពល្អជម្រាបលា